ថ្ងៃថតទាំងឃើញគោតិចណាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចានឹងថ្ងៃអញ្ចឹងថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលប្រាសាទបាពួនចានឹងថ្ងៃអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាសាទបាពួននេះគឺខ្ញុំដើរចូលតាមច្រកចំហៀងអ្នកទាំងអស់គ្នាដោយសារតែខ្ញុំបានមកលេងកន្លែងរាជវាំងចាស់ហ៎ចាដល់ពេលបន្ទាប់ពីនឹងមកគឺខ្ញុំដើរពីរាជវាំងចាស់នឹងមកគឺជាប់ជាមួយនឹងជញ្ជាំងនិងប្រាសាទបាពួនចាអញ្ចឹងពួកខ្ញុំដើរមកពីចំហៀងវិញចាតាមធម្មតាខ្ញុំដើរពីខាងមុខណាប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំដើរពីចំហៀងប្លែកមែនតើដោយសារតែខ្ញុំអត់ដែលបានដើរមកផ្លូវខាងនេះទេចាអញ្ចឹងឥឡូវហ្នឹងប្រាសាទបាពួនគឺគេឲ្យយើងឡើងហើយចាពីមុនគឺគេអត់ឲ្យយើងឡើងទេចាអញ្ចឹងឥឡូវហ្នឹងគឺគេឲ្យយើងឡើងទៅដល់កំពូលប៉ុន្តែខ្ញុំស្ដាយមែនទែនតែថ្ងៃហ្នឹងខ្ញុំអត់បានឡើងដោយសារតែអីដោយសារតែអាអូនខ្ញុំចាថ្ងៃនេះគឺអាអូនខ្ញុំវារោរឿងមែនទែនវាអត់ចង់ដើរទេគ្រាន់តែនាំវាដើរឆ្ងាយតិចណាវាអត់ចង់ដើរហើយវានៅលើកឲ្យវារហូតហើយវាថាក្តៅថាអីចឹងណាហើយវាអត់ព្រមដើរទេតែពេលចឹងខ្ញុំបបួលគេអត់មានអាគេចង់ឡើងទេតែបើចិត្តខ្ញុំចង់ឡើងអញ្ចឹងណាប៉ុន្តែចាដល់ពេលយើងមកជុំគ្នាដល់ពេលអាកូនខ្ញុំវារោរឿងហើយឪវាខ្ជិលពោកូនឡើងផងអីផងអញ្ចឹងទៅគេថាក្តៅផងអីផងទៅក៏អត់បានឡើងចាហ្នឹងហើយអញ្ចឹងប្រាសាទបាពួនហ្នឹងគឺខ្ញុំអត់ដែលបានឡើងទេចាអញ្ចឹងចាំវគ្គក្រោយទៀតហើយមកវគ្គក្រោយបើថាបបួលគេអត់ឡើងបបួលណាគេអត់ឡើងគឺឡើងម្នាក់ឯងហ្មងចាហ្នឹងហើយអញ្ចឹងវគ្គនេះដោយសារតែអូនខ្ញុំវាអត់ព្រមឡើងចាហើយឪមកលឹងជួហើយនិយាយពីពោកូនហ្នឹងអាកូនហ្នឹងអត់ព្រមចុះដើរសោះចាហើយឥឡូវនេះគឺយើងដើរបានមកពីចំហៀងនៃប្រាសាទបាពួនចាអញ្ចឹងឥឡូវហ្នឹងកុំឲ្យខាតពេលគឺយើងដាក់មកប៉ុសសិនចាដើម្បីទុកជាអនុស្សាវរីយ៍ហ្នឹងហើយអញ្ចឹងបន្ទាប់ពីហ្នឹងមកទៀតគឺយើងដើរពីចំហៀងនៃប្រាសាទបាពួនហ្នឹងគឺយើងដើរមកខាងមុខវិញណាអ្នកនរគ្នាចាហើយខ្ញុំហេងវិនយើងចេះដាក់ឆាត់តាមចារាល់ដងខ្ញុំមកប្រាសាទខ្ញុំយើងមកអញ្ចឹងយើងតែងតែទិញមួកឆាត់ទិញរហូតទិញមួកទិញឆាត់ទិញមួកទិញឆាត់ប៉ុន្តែលើកនេះចេះត្រៀមចាត្រៀមចេះយកឆាត់មកបានមួយហើយពួកម៉ាក់ខ្ញុំនោះអត់មានណាគេយកមួកមកមួយសោះនាំគ្នាដើរលក្ខណៈថាតទេស្អាតហ្មងអត់មានអ្នកពាក់មួកដល់ពេលអញ្ចឹងទៅម្នាក់នាំគ្នាអូយក្តៅអត់ឡើងអញ្ចឹងណាដោយសារតែអត់បានពាក់មួកពាក់អីហើយអាកូននេះគឺតោងក៏ចប់តែម្ដងហ្នឹងហើយឪនឹងគឺដាក់កូននៅស្មានឹងរហូតបណ្ដោយហើយដើរលេងប្រាសាទហើយលេងពោលោកកូនអញ្ចឹងបណ្ដោយហើយលោកកូននឹងមើលធ្វើចរិតក៏អើយញាក់សាច់អត់ព្រមដើរគឺវាពួតជើងហ្មងចាប់ឲ្យវាដើរវាពួតជើងអត់ព្រមដើរទៅមុខបណ្ដោយហើយខ្ញុំនឹងតាមទទួលឆាត់ឲ្យគាត់អើយហែតតកូនណាចឹងមិនថាពុកម្ដាយនិយាយពីលះបង់ទៅបីមិនក៏ដោយឲ្យតកូនបានសុខចាហើយឥឡូវនេះគឺបានដើរមកដល់ខាងមុខហើយអ្នកនរគ្នាចាឥឡូវហ្នឹងក៏មិនបងអង្គយូរក៏រៀបចំថតរូបមកប៉ុសដែរទៅចាពីខាងមុខនៃប្រាសាទបាពួនមកវិញអញ្ចឹងណានឹងហើយដល់ពេលនិយាយដល់រឿងហ្នឹងអ្នកនរគ្នាអើយប្រាសាទបាពួននេះដល់ពេលយើងមើលពីខាងមុខបាទខ្ញុំដឹងថាអូការពិតខ្ញុំមកថត pre wedding នៅប្រាសាទហ្នឹងតើអ្នកនរគ្នាចា pre wedding ខ្ញុំគឺនៅមុខប្រាសាទហ្នឹងឯងគឺគេអត់ឲ្យឡើងទេកាលខ្ញុំការពី8ឆ្នាំមុនណាគឺខ្ញុំមកថត pre wedding នៅខាងមុខប្រាសាទហ្នឹងតែម្ដងប៉ុន្តែខ្ញុំចាំបានថាកាលហ្នឹងនៅអង្គរវត្តគេអត់ឲ្យចូលថតទេមកប្រាសាទនេះក៏គេអត់ឲ្យឡើងគឺគេឲ្យថតបានតែនៅមុខអញ្ចឹងណាហ្នឹងហើយឥឡូវហ្នឹងគឺនៅប្រាសាទហ្នឹងមានស្វាច្រើនមែនតើអ្នកនរគ្នាចាហ្នឹងហើយបើសិនជាអ្នកនរគ្នាទៅលេងប្រាសាទហ្នឹងកុំភ្លេចកាន់ចេកចាកាន់ចេកយកមកឲ្យស្វាយអូយស្វានេះ cute មែនតើជាពិសេសគឺគេមានកូនគេទៀតខ្ញុំកំពុងឆ្ងល់ថាស្វាពេលកំកើតរោមគេឡើងខ្មៅចា cute មែនតើហ្មងហើយនេះគឺ family របស់គេមានមើលទៅតំណងទៅមានកូន2ហ្នឹងកូនមកស្វាហ្នឹងហ្មងណាហ្នឹងហើយខ្ញុំគិតថាស្វាហ្នឹងមានកូន2ព្រោះឃើញអោបយកតាមេហ្នឹងមួយអញ្ចឹងណាហ្នឹងហើយប៉ុន្តែអត់ច្បាស់ទេចាហើយលេង family ហើយស្វាច្រើនមែនតើហើយនៅក្នុងហើយនៅរោងអី
គេហក់ទឹកព្រុងមើលទៅឡើងនោះជនជាតិបរទេសតាមថតស្វាច្រើនមែនតើអ្នកនរគ្នាចាហ្នឹងហើយអញ្ចឹងនេះជាកន្លែងដែលខ្ញុំថត pre wedding ចាកន្លែងហ្នឹងឯងហើយពួកម៉ាក់ខ្ញុំនោះក៏គាត់ថាគាត់បើថត pre wedding នៅនឹងដែរចាដោយសារតែខ្ញុំដើរពីចំហៀងទៅអញ្ចឹងខ្ញុំអត់ដឹងថាយើងចូលមកប្រាសាទបាពួនវិញអញ្ចឹងណាចានិយាយទៅប្រាសាទនេះគេបើកឲ្យឡើងហើយប៉ុន្តែខ្ញុំអត់បានឡើងអដែរចាចាំវគ្គក្រោយខ្ញុំនឹងមកប្រាសាទទៀតមកឡើងប្រាសាទនឹងឲ្យបានចាហ្នឹងហើយអញ្ចឹងឥឡូវនេះគឺយើងដើរពីចំហៀងចេញមកមុខវិញហើយនឹងហើយថតឲ្យអ្នកនរគ្នាមើលលេងអញ្ចឹងណាចាដោយសារតែប្រាសាទនេះក៏ស្អាតដែរអ្នកនរគ្នាគ្រាន់តែថាពេលដែលយើងមកយើងកុំភ្លេចពាក់មួកពាក់អីចឹងណាព្រោះថាដើរតាមប្រាសាទមួយគឺបើសិនជាអត់មានភ្លៀងទេគឺក្តៅចាហ្នឹងហើយអញ្ចឹងបើយើងកាន់ឆាត់កាន់អីមកមួយអញ្ចឹងទៅវាល្អដែរគ្រាន់ថាយើងមិនមានរយអីចុះពីលើអីទេយើងបានដើរក៏បានទទួលឆាត់ទៅក៏វាបាត់ក្តៅបាត់អីចឹងណាចាហ្នឹងហើយខ្ញុំដើរមកឃើញគេកំពុងថត pre wedding ឯអ្នកនរគ្នាចាថត pre wedding ហ្នឹងតសើកូនកំមុំមួយបែបអូកូនកំមុំស្អាតណាស់គេតសើខ្ញុំវិញថាស្មានតែខ្ញុំហ្នឹងបារាំងហ្នឹងហើយមិនដឹងចឹងល្មិចល្មាធ្វើចំមុះហើយហ្នឹងគេថាខ្ញុំដូចបារាំងគ្រប់គ្នានេះឆ្ងល់ដែរចាហ្នឹងហើយពិនមើលផ្លេទៅច្រៀងបារាំងដែរតាគាត់ថាបារាំងកទឿបារាំងគេផ្សេងយើងទៅខ្ពស់ជាងនឹងអញ្ចឹងណាហ្នឹងហើយបានគេសរសើរនិយាយពីផ្អៀងផ្អងនិយាយទៅរាល់ថ្ងៃហ្នឹងដូចរស់នឹងពាក្យសរសើរនឹងហ្មងណាបើថាมันជាចូលចិត្តឲ្យគេសរសើរអីប្រហែលនេះអ្នកនរគ្នាប៉ុន្តែតែហ៊ានប្រអាប់មើលមិនខឹងហ្នឹងហើយនិយាយពីឲ្យគេថតឲ្យធ្វើមិនសេរីឲ្យថតឲ្យខ្ញុំឃើញខ្ពស់ហ្នឹងហើយតែថតខ្ញុំឃើញកទឿឃើញទៀបដឹងតែពីត្រូវឲ្យអ្នកថតចាឥឡូវនេះគ្នាអ្នកថតនោះគេតាមថតនោះតាមហើយតាមថតតាំងពីណាពីណីមកឥឡូវនេះថតឲ្យគ្នាបានមកប៉មកប៉ុសខ្លះទៅកុំឲ្យតែគ្នានឹងវាអត់បានមានរូបថតសោះអញ្ចឹងណាហ្នឹងហើយអើយអ៊ំស្រីងាកងក់អ៊ំហ្នឹងហើយងាកងក់ខ្លាំងណាមើលតាណើចាហ្នឹងហើយហ្នឹងហើយអ្នកនរគ្នាចានេះគឺកន្លែងដែលខ្ញុំថត pre wedding ខ្ញុំថតតាមសសរហ្នឹងឯងអ្នកនរគ្នាចាហើយនេះគឺយើងមើលមកពីខាងក្រៅវិញណានេះបើយើងចូលតាមផ្លូវមុខទិដ្ឋភាពដែលយើងចូលពីខាងមុខវិញគឺអញ្ចឹងឯងហើយខ្ញុំដើរមកពីក្រោយអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងអ្នកនរគ្នាអរគុណច្រើនបាយបាយ